ឲ្យបងប្អូនអរគ្នាកាលពីលើកមុនខ្ញុំបានបង្ហាញពីរបៀប scan ឯកសារចូលទៅក្នុងទៅជា file DPS ដើម្បីផ្ញើចូលទៅក្នុង Telegram ឬក៏អីទៅបាទអញ្ចឹងនៅត្រង់នេះខ្ញុំបង្ហាញពីរបៀបដែលយើងអាចយកឯកសារហ្នឹងមកដាក់នៅក្នុងយើង scan ឯកសារថែមទៀតចូលមកក្នុងឯកសារដើមនេះដើម្បីឲ្យវាជាប់គ្នាតែម្ដងបាទអញ្ចឹងជាដំបូងគឺយើងចុចលើនឹងមកបាទបន្តមកទៀតយើង scroll ចុះក្រោមបាទនេះរូបកាមេរ៉ាចុចលើនឹងមកបាទrồiហើយយើងអាច scan បន្តទៀតបានហើយបាទចូលមកបាទមួយបាទចាំតិចសិនវា scan ឲ្យបាទចាំតិចបាទពីរបាទឥឡូវហើយយើងចុចពាក្យថា complete បាទឥឡូវវា scan ចូលហើយបាទឥឡូវឯកសាររបស់យើងដូចឃើញស្រាប់អញ្ចឹងបន្តកន្ទុយគ្នាបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនសូមជម្រាបលា